ចាស់ជំរាបសួរទៅដល់បងស្វាគមន៍មកកាន់ channel របស់ខ្ញុំតដែលជីទៅខ្ញុំមិនថាអូខ្ញុំច្បាស់ឬក៏អីអំពីឡាននេះខ្ញុំជាតែចាប់ផ្ដើមដែរជាមួយនឹងឡានបាននៅរយៈពេល6ខែអញ្ចឹងអ្វីដែលខ្ញុំចេះគឺខ្ញុំធ្វើការចែកម្លែកអញ្ចឹងឥឡូវនេះខ្ញុំចែកម្លែកតាក់ទងជាមួយនឹងរបៀបបិទតាក់ទងមួយអូតូប្រេកមានន័យថាគឺការចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិទៅលើប្រភេទរថយន្ត Denza D9 អញ្ចឹងជាដំបូងបងចូលមកកាន់setting របស់រថយន្តហើយបងចូលមកកាន់ D Pilot អញ្ចឹងនៅពេលដែលចូលដល់ D Pilot បងយកកន្លែង Safety Assist ហើយបងscroll មកក្រោមមកវានឹងឃើញនេះកន្លែង Automatic Emergency Braking បងចង់ឲ្យវាចាប់ឲ្យស្វ័យប្រវត្តិបងអាចបើកតែបងអត់ចង់ទេបងអាចធ្វើការបិទឲ្យ confirm វាចាអញ្ចឹងអានឹងគឺការបិទ function auto braking ឬក៏ការចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិនៅលើរថយន្ត Denza D9 ណាបងចាអរគុណ